បងប្អូនមានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៅពេលរាត្រីរបស់ភូមិលក្ខណៈស្មោះឬក៏មេឌីកាហ្វេនៅពេលព្រឹកចាប់ពីម៉ោង7ព្រឹករហូតដល់ម៉ោង9កន្លះយប់ពោពេញទៅដោយផាសុកភាពអារម្មណ៍ស្រស់ស្រាយមែនទែនបងប្អូនហើយក៏មានបងប្អូនយើងជាច្រើនចង់ឲ្យខាងពួកយើងនេះបង្ហាញនៅផ្លូវចាប់ពីផ្លូវចុះរហូតដល់ទីតាំងហាងផ្ទាល់តែម្ដងអញ្ចឹងជាដំបូងយើងចុះមកពីផ្លូវស្តុបចន្លោះក្រុមហ៊ុន Toyota និងក្រុមហ៊ុន Telaចុះមកគឺមានបងប្អូនយើងមានការលក់ដូរតាមដងផ្លូវនឹងជាច្រើនដូចជាផ្សារមួយអញ្ចឹងហើយបើនិយាយពីផ្សារនេះគឺយើងបើកតាពីព្រឹករហូតដល់ម៉ោង10 11អីនោះទោះជាយើងមកពីណាយើងចង់ទិញម្ហូបត្រីសាច់បន្លែប្លុកអីគឺមានលក់រហូតដល់យប់ហើយក៏មានអាហារដ្ឋានភោជនីយដ្ឋានកន្លែងលក់ទូរស័ព្ទគ្រឿងសម្អាងអសតដ្ឋានកន្លែងសម្រាប់ព្យាបាលព្រមជាមួយនឹងពេទ្យថ្មិញកន្លែងកាត់សក់ផ្ទះលក់ចាប់ព្រួយកន្លែងអ៊ុតសក់ធ្វើកញ្ចក់គឺមានបញ្ចប់មកនៅទីនេះបើនិយាយពីចម្ងាយផ្លូវពីការចុះពីស្តុបមកគឺចម្ងាយប្រហែលជាខ្ទង់ចន្លោះពី600ទៅ700ម៉ែត្ររហូតដល់ខាងមុខនេះគឺមានផ្លូវបត់ឆ្វេងបត់ស្ដាំជាច្រើនបើផ្លូវជួរខាងស្ដាំគឺមាន4ផ្លូវបើជួរខាងឆ្វេងគឺមាន2ផ្លូវអញ្ចឹងបងប្អូនជិះមកត្រង់រហូតដើម្បីដឹងទីតាំងរបស់ Media Cafe គឺបងប្អូនជិះមកដល់សាលាសង្កាត់ទឹកថ្លានោះខាងមុខនោះគឺសាលាសង្កាត់ទឹកថ្លាបងប្អូនជិះមកត្រង់គឺយើងបត់ឆ្វេងអញ្ចឹងនៅពេលដែលយើងបត់ឆ្វេងហើយគឺយើងជិះទៅត្រង់ប្រហែលជាចន្លោះ140ទៅ150ម៉ែត្រនោះយើងនឹងទៅដល់ទីតាំង Media Cafe ឬក៏ភូមិលក្ខណៈស្មោះនៅពេលរាត្រីហើយសម្រាប់ភូមិលក្ខណៈស្មោះនៅពេលរាត្រីបងប្អូនអាចអញ្ជើញមកឈៀតជួបជុំមិត្តភ័ក្តិបងប្អូនឬក៏មនុស្សជាទីស្រឡាញ់របស់យើងដើម្បីកម្សាន្តអារម្មណ៍ទស្សនភាពនៅភ្លើងពណ៌នៅទីនេះគឺស្រស់ស្រាយបង្ហាញអារម្មណ៍ដិតជាប់នៅក្នុងចិត្តអាចបំភ្លេចបាននៅពេលដែលយើងបានញ៉ាំជាមួយនឹងមនុស្សដែលយើងយល់ចិត្តអ្វីដែលកាន់តែពិសេសនោះគឺធ្វើឲ្យបងប្អូនមានអារម្មណ៍ស្រស់ស្រាយមែនទែននៅពេលដែលចូលមកដល់ទីតាំងនេះផ្ទាល់តែម្ដងមិនថាទីតាំងអង្គុយលេងឈៀជួបជុំគ្នាឬក៏ទីតាំងចំណតម៉ូតូរថយន្តគឺមានទីតាំងធំទូលាយឆ្លាស់ល្អណាស់ទោះជាបងប្អូនមានកម្មវិធីទូចធំប៉ុណ្ណាក៏យើងអាចរៀបចំជូនបងប្អូនដែរចន្លោះចាប់ពី10 20 80 100ឬក៏150នាក់អីក៏យើងអាចរៀបជូនបងប្អូនក្នុងការកម្សាន្តជួបជុំគ្នាផងដែរហើយនៅទីនេះនៅពេលរាត្រីគឺយើងមានអាហារជាច្រើនសម្រាប់បងប្អូនក្លែមជួបជុំគ្នាពិសាជជែកកិច្ចការងារផ្សេងដោយទំនុកចិត្តនិងផាសុកភាពអនាម័យតម្លៃសមរម្យហើយអ្វីដែលពិសេសនោះគឺតម្លៃរបស់យើងនេះគឺមានចាប់ពីតម្លៃដូចជាមួយអំពងទឹមសតម្លៃត្រឹមតែ$3តែប៉ុណ្ណោះភ្លាឡាបតម្លៃតែ$4ទេហើយប្រភេទបាយឆានោះគឺយើងមានបាយឆាគ្រឿងសមុទ្របាយឆាយ៉ាងចៅបាយឆាសាច់គោបាយឆាម្រះព្រៅតម្លៃ$3 $3កន្លះ$4អីសម្រាប់ហូបបានដល់គ្នា12ទៅ3នាក់ហើយបើសិនជាសិស្សនិស្សិតអីគាត់អត់ចង់ញ៉ាំអាហារលក្ខណៈម្ហូបខ្ចប់ដែលគេលក់នៅតាមផ្សារពួកគាត់អាចមកហូបនៅទីនេះផ្ទាល់គ្រាន់តែហៅបាយឆាមួយក៏យើងអាចហូបបានចន្លោះពី2នាក់ទៅ3នាក់ទៅតាមអ្នកញ៉ាំច្រើនឬញ៉ាំតិចហើយនៅនេះគឺមិនមែនបើកតែពេលយប់ទេគឺយើងបើកចាប់ពីពេលព្រឹកមកគឺចាប់ពីម៉ោង7ព្រឹករហូតដល់ម៉ោង9កន្លះយប់ហើយបើសិនជាបងប្អូនអញ្ជើញមកពិសានៅភូមិលក្ខណៈស្មោះគឺចាប់ពីម៉ោង5:40នាទីរហូតដល់ម៉ោង11កន្លះឬក៏លើសពីហ្នឹងក៏បានដែរតាមតម្រូវការនិងភាពជាក់ស្ដែងរបស់បងប្អូន